បាទជំរាបសួរបងប្អូនទាំងគ្នានេះគឺជាអាងទឹកតូចមួយដែលខាងក្រុមការងារយើងបានរៀបចំធ្វើឡើងគឺគោលបំណងដាក់ទឹកឲ្យសត្វព្រៃនៅតំបន់នេះបានផឹកជាធម្មតាទេបងប្អូនទាំងគ្នានៅរដូវប្រាំងគឺมันមានទឹកគ្រប់គ្រាន់ទេសម្រាប់សត្វព្រៃព្រោះថាតំបន់ដែលដក់ទឹកវាអាចនឹងអត់ទឹករីងងួតរហូតហើយអញ្ចឹងទៅហើយតំបន់ខ្លះវានៅដែរនៅតែទឹកផុកអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យសត្វព្រៃនៅក្នុងតំបន់នេះវាមិនមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ហើយយើងបានជីកកលុកតូចមួយនេះមិនមែនធំណាស់ទេកលុកតូចទេក៏ប៉ុន្តែយើងដាក់ទឹកទៅឃើញថាមានសត្វជាច្រើនបានចូលមកផឹកទឹកនៅក្នុងតំបន់នេះមានទាំងប្រើសមានឆ្លូសមានជ្រូកព្រៃមានជាពិសេសនោះគឺជាប្រភេទសត្វដែលកម្រយើងដឹងហើយប្រភេទសត្វកេះនេះគឺជាប្រភេទសត្វដែលកម្រហើយវត្តមានរបស់វានៅក្នុងប្រទេសយើងមិនមានច្រើនណាស់ទេដោយមូលហេតុដោយសារប្រភេទសត្វនេះវាមានដៃកម្រដោយសារតែប្រភពព័ត៌មានជាច្រើនបាននិយាយថាប្រភេទសត្វនេះគឺជាប្រភេទសត្វដែលរងគ្រោះដោយសារតែអ្នកប្រមាញ់បាញ់ប្រភេទសត្វនេះដើម្បីយកសត្វហ្នឹងធ្វើជាឱសថបុរាណផ្សេងព្រោះដោយសារទាំងរោមទាំងស្បែកទាំងឆ្អឹងទាំងទឹកមាត់អណ្ដាតអីទាំងអស់ទាំងស្នែងទៀតសុទ្ធតែជាឱសថបុរាណដែលចាស់ចំនួនមុនគាត់បាននិយាយតគ្នាថាគឺជាប្រភេទសត្វដែលអាចព្យាបាលនឹងជំងឺរោគាផ្សេងបានអញ្ចឹងធ្វើឲ្យសត្វប្រភេទនេះมันមានច្រើនទេនៅក្នុងប្រទេសកម្ពុជាយើងខ្ញុំសប្បាយចិត្តនឹងរីករាយខ្លាំងមែនតើអាងនេះកលុកនេះមិនធំទេតែអាចជួយដល់ប្រភេទសត្វកម្រជាច្រើនមកផឹកទឹកនៅតំបន់នេះបានហើយបញ្ជាក់បន្ថែមអាងនេះយើងទឹកតែងតែអស់ជារៀងរាល់ថ្ងៃក្រុមយើងបានដឹកជញ្ជូនដោយចំណាយថវិកាផ្ទាល់ខ្លួនហើយធ្វើអាងនេះក៏អាងដែលអាងតូចកលុកទូចនេះក៏ជាថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់សត្វព្រៃដែលខ្វះខាតទឹកផឹកនៅរដូវប្រាំងផងដែរបងប្អូនតោះគ្នាដែលបានឃើញវីដេអូរបស់ខ្ញុំមុនមកនៅក្នុងវ៉ាឡៃខាឃើញហើយសត្វជាច្រើនដែលបានចុះមកផឹកទឹកនៅតំបន់នេះតែថ្ងៃនេះខ្ញុំចង់បង្ហាញឲ្យបងប្អូនទាំងគ្នាបានឃើញប្រភេទសត្វកម្រមួយក្បាលទៀតដែលបានចុះមកផឹកទឹកនៅក្នុងកលុកនេះបាទគឺប្រភេទសត្វកេះអរគុណបងប្អូនទាំងគ្នាដែលបានទស្សនាវីដេអូនេះអរគុណ
ตอนgiờ để làm coi rồi